របៀបដូរភាសាខ្មែរនៅលើទូរស័ព្ទ Oppo ឬក៏ទូរស័ព្ទ Android គ្រប់ប្រភេទរបៀបដូរឬរបៀបដាក់ភាសាខ្មែរនៅលើទូរស័ព្ទ Oppo អញ្ចឹងដំបូងចូល setting តទៅទៀតយើងអូសរកពាក្យ additional setting បាទភាសាខ្មែរមានការប្រព័ន្ធមានការកំណត់ប្រព័ន្ធអញ្ចឹងចូលនឹងមកតាមទៀតយើងយកពាក្យ language ឬក៏ភាសាមកកន្លែងជាដូរភាសាខ្មែរហើយយកពាក្យភាសា language តទៅទៀតយើងយកពាក្យ edit ហើយយើងអាចអូសរកភាសាខ្មែរនៅតាមនេះក៏បានឬក៏យើង search ដើម្បីលឿនយើង search តែម្ដងបាទយើងវាយពាក្យថាខ្មែរតែមកវាចេញមកយើងចុចពាក្យសញ្ញាបូកនេះមកបាទហើយយកពាក្យ yes ដើម្បីឲ្យវា change ទៅជាភាសាខ្មែរវិញបាទអញ្ចឹងវាចេញជាខ្មែរវិញហ្នឹងចេញជាខ្មែរអស់ហើយបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណ